សបាយខ្លាចជាទុកយប់ថ្ងៃមង្គលការកូនកំឡោះត្រូវក្រុមអ្នកផឹកទឹកត្នោតជូរកាប់បែកក្បាលនៅខណ្ឌពោធិ៍សែនជ័យយប់ថ្ងៃមង្គលការនិងជារាត្រីក្រេបទឹកឃ្មុំផងដែរនោះបែរជាคล้ายទៅជារាត្រីទឹកខ្មេះទៅវិញដោយសារកូនកំឡោះត្រូវក្រុមអ្នកផឹកទឹកត្នោតជូរជិតរោងការមួយក្រុមកាប់បណ្ដាលឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរហើយត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទាំងយប់ ហើយអាចប្រឈមនឹងសមត្ថកិច្ចឃាត់ខ្លួនថែមទៀតផងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង8:30នាទីយប់ថ្ងៃទី17ខែឧសភាឆ្នាំ2025នៅតាមបណ្ដោយផ្លូវបេតុងស្ថិតនៅភូមិអង្គសង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនគរបាលបានប្រាប់ឲ្យដឹងថានៅក្នុងអំពើហិង្សាវាយកាប់ចាក់គ្នានោះ បង្កឡើងដោយក្រុមមនុស្សពីរក្រុមដែលបានបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ទាំងសងខាងចំនួន3នាក់នៅក្នុងនោះមានកូនកំលោះម្នាក់ផងដែរភាគីកគឺជាក្រុមកូនកំលោះមានគ្នាច្រើននាក់ហើយត្រូវបានស្គាល់ចំនួន3នាក់គឺទី1គឺឈ្មោះសួរពងភេទប្រុសអាយុ32ឆ្នាំជនជាតិខ្មែរមុខរបរកម្មករគឺជាកូនកំលោះមានទីលំនៅបច្ចុប្បន្ននៅភូមិអង្គ សង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញរងរបួសបែកក្បាលទី2គឺឈ្មោះលឹមសុកពេញភេទប្រុសអាយុ24ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រមានទីលំនៅជាមួយគ្នាត្រូវជាក្មួយប្រុសបង្កើតរបស់កូនកំលោះទី3គឺឈ្មោះម៉សុកពៅភេទប្រុសអាយុ29ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅបច្ចុប្បន្ន នៅភូមិអង្គសង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរងរបួសបែកក្បាលកម្លាំងដកហូតបានដាច់មូលប្រវែង50ម៉ែត្រចំនួនមួយដើមដោយឡែកភាគីខគឺជាក្រុមអ្នកផឹកទឹកត្នោតជូរមានគ្នាច្រើនអ្នកប៉ុន្តែត្រូវបានស្គាល់អត្តសញ្ញាណមួយនាក់គឺឈ្មោះរឿនតុងលិចភេទប្រុសអាយុ20ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រមានទីលំនៅបច្ចុប្បន្ននៅភូមិអង្គសង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យរងរបួសហើមធ្គាមផ្នែកខាងស្ដាំនិងថ្ងាសនគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថានៅវេលាយប់ថ្ងៃកើតហេតុមានពិធីរៀបអាពាហ៍ពិពាហ៍នៅផ្លូវបេតុងស្ថិតនៅក្នុងភូមិអង្គសង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដែលមានឈ្មោះសួរពងភាគីកគឺជាកូនកំលោះខណៈពិធីពិសាភោជនាហារកំពុងប្រព្រឹត្តទៅហើយនោះក៏មានភ្ញៀវទៅចូលរួមជាបន្តបន្ទាប់ កូនកំលោះរូបនោះបានប្រើក្មួយបង្កើតឈ្មោះលឹមសុកពេញឲ្យទៅជួយទិញស្រាបៀរស្ថិតនៅកន្លែងចាប់ហួយនៅជិតរោងការនោះដែរថែមចំនួន2កែទៀតនគរបាលបានប្រាប់ឲ្យដឹងបន្ថែមផងដែរថាខណៈពេលដើរទៅដល់កន្លែងលក់ស្រាបៀរឈ្មោះលឹមសុកពេញដែលជាក្មួយបានជួបជាមួយនឹងឈ្មោះរឿនតុងលិចនិងបកពួកជាច្រើនអ្នកទៀតដែលជាក្រុមភាគីខកំពុងអង្គុយផឹកស៊ីទឹកត្នោតជូរ នៅជិតកន្លែងលក់ស្រាបៀរនោះហើយក៏បានទាស់ពាក្យសម្ដីគ្នាមួយប្រាវបន្ទាប់មកគឺឈ្មោះលឹមសុកពេញក៏បានដើរទៅប្រាប់ឈ្មោះសួរពងជាកូនកំលោះឲ្យបានដឹងអំពីរឿងទំនាស់នោះហើយគ្រាន់តែបានដឹងភ្លាមកូនកំលោះរូបនោះរួមជាមួយនឹងគូកនច្រើនអ្នកទៀតបានដើរទៅសួរនាំភាគីខនោះភ្លាមៗដោយមិនរងចាំយូរឡើយនគរបាលខាងលើបានបញ្ជាក់បន្ថែមទៀតថា ខណៈនោះក្រុមភាគីខប្រដាប់ដោយដង្មមួកសុវត្ថិភាពនិងកាំបិតគ្រប់ដៃបានដេញគប់និងដេញកាប់ទៅលើក្រុមកូនកំលោះហើយក៏មានការវាយកាប់ចាក់គ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសទាំងសងខាង3នាក់ក្នុងនោះមានកូនកំលោះនិងក្មួយប្រុសបង្កើតរបួសបែកក្បាលចំណែកភាគីខអ្នកផឹកទឹកត្នោតជូររងរបួសហើមធ្គាមផ្នែកខាងស្ដាំនិងហើមថ្ងាស ពេលនោះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចោមចៅទី3និងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅអន្តរាគមន៍ភ្លាមៗហើយពេលទៅដល់បកពួកទាំងសងខាងបានគេចខ្លួនបាត់អស់ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះហើយកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនបកពួករបស់ភាគីម្ខាងដែលកំពុងរត់គេចខ្លួននោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ហើយ បាទចំណាយឲ្យអត្ថបទព័ត៌មានមួយទៀតគឺមានចំណងជើងថារឿងឡានម៉ូតូបុកគ្នារដ្ឋមន្ត្រីក្រសួងយុតិធធពន្យល់ថាមិនមែនអាធំសុទ្ធតែខុសហើយអាតូចសុទ្ធតែត្រូវនោះដែរ
ករណីគ្រោះថ្នាក់ចរាចរណ៍មិនមែនអាធំដែលជាឡានសុទ្ធតែខុសហើយអាតូចជាម៉ូតូសុទ្ធតែត្រូវនោះទេនេះគឺជាការពន្យល់របស់រដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពលោករដ្ឋមន្ត្រីក៏បានពន្យល់ផងដែរថាត្រូវឬខុសអាស្រ័យលើអង្គហេតុឬអង្គច្បាប់និងភ័ស្តុតាងគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅក្នុងសង្គមខ្មែរខណៈដែលគ្រោះថ្នាក់ចរាចរណ៍កើតមានជារៀងរាល់ថ្ងៃនៅក្នុងចំណោមនោះវាក៏មានការបុកគ្នារវាងឡាននិងម៉ូតូផងដែរនៅពេលដែលមានការបុករវាងឡានឬអាធំនិងម៉ូតូឬអាតូចអ្នកខ្លះច្រើនទម្លាក់កំហុសទៅលើឡានឬអាធំដូច្នេះការពន្យល់របស់លោករដ្ឋមន្ត្រីអាចជាសារមួយដែលប្រជាជនកម្ពុជាគ្រប់រូបអាចយល់ថាអ្វីៗគឺស្ថិតនៅលើអង្គហេតុនិងអង្គច្បាប់ដូច្នេះគ្រប់គ្នាត្រូវបង្កើនការគោរពច្បាប់ដើម្បីកម្ពុជាឈានឆ្ពោះទៅរកនីតិរដ្ឋពិតប្រាកដ។